សូមជូនរឿងព្រះទេវទត្តព្រះបរមសាស្តាទ្រង់ប្រារព្ធសម្ពត់ការសាវកពាក់ស្ត្ររបស់ព្រះទេវទត្តសម័យថ្ងៃមួយព្រះទេវទត្តបានសម្ពត់ការសាវកពាក់ស្ត្រពីញាតិញោមមួយក្រុមសម្ពត់នោះជាសម្ពត់ដែលមានសាច់ល្អមានតម្លៃថ្លៃច្រើនប្រជាជនខ្លះបាននិយាយថាសម្ពត់នេះមិនសមគួរដល់ព្រះទេវទត្តឡើយតែសមគួរដល់ព្រះសារីបុត្រព្រះសាស្តាទ្រង់ជ្រាបហើយទើបទ្រង់សម្ដែងរឿងដែលព្រះទេវទត្តធ្លាប់គ្រងសម្ពត់ការសាវកពាក់ស្ត្រដែលមិនសមគួរដល់ខ្លួនតាំងតែពីព្រះទេវទត្តកើតជាព្រានព្រៃបានលួចយកសម្ពត់ការសាវកពាក់ស្ត្ររបស់ព្រះបច្ចេកពុទ្ធមួយអង្គមកស្លៀកពាក់ដើម្បីបន្លំខ្លួនធ្វើជាព្រះបច្ចេកពុទ្ធលួបចាំសម្លាប់នៅសត្វដំរីដែលដើរនៅក្រោយគេបង្អស់ម្ដងមួយគ្រានោះព្រះពុទ្ធជាម្ចាស់បានយោនយកកំណើតកើតជាស្ដេចដំរីឃើញដំរីដែលជាបរិវាររបស់ខ្លួនចេះតែបាត់អស់ទៅជាច្រើនទើបសង្កេតឃើញមើលហេតុអន្តរាយដែលកើតឡើងមិនយូរប៉ុន្មានក៏បានឃើញច្បាស់ថារឿងនេះកើតមានឡើងព្រោះមានមនុស្សមកបន្លំខ្លួនធ្វើដូចជាព្រះបច្ចេកពុទ្ធថ្ងៃមួយព្រះអង្គបានអែបមកនៅខាងក្រោយហ្វូងម្ដងដើម្បីលួបចាប់ព្រានព្រៃនោះលុះចាប់បានហើយក៏នឹងគិតនឹងបោកសម្លាប់ចោលតែព្រះអង្គគិតតន់មិនយូរមិនសម្លាប់គ្រាន់តែអប់រំទូមានព្រានប្រដៅល្មមសំគូហើយក៏លែងព្រានព្រៃនោះទៅវិញនៅទីបញ្ចប់នៃអតីតនិទានព្រះអង្គត្រាស់នៅព្រះគាថានេះថាអនិកសាវោកាសាវាំងយោវុទ្ធាំងបរិតហេសតិអបេតោតមសាចេនៈអ្នកសោកាសាវៈមរហតិយោចវន្តកសាវសៈសីលេសុសុសមាហិតោឧបេតោតមសាចេនៈសវេកាសាវៈមរហតិបុគ្គលណាមិនមែនជាអ្នកមានកិលេសដូចជាទឹកអំចាត់ប្រះចេញហើយមិនមានតមៈនិងសច្ចៈគ្រងនៅសម្ពត់ការសាវកពាក់ស្ត្របុគ្គលនោះមិនសមគួរនឹងស្លៀកដណ្ដប់នៅសម្ពត់ការសាវកពាក់ស្ត្រឡើយឯបុគ្គលណាមានកិលេសដូចជាទឹកអំចាត់ប្រះចេញហើយតម្កល់ខ្លួនបានល្អហើយនៅក្នុងសិលទាំងឡាយមានតមៈនិងសច្ចៈបុគ្គលនោះទើបសមគួរនឹងស្លៀកដណ្ដប់នៅសម្ពត់ការសាវកពាក់ស្ត្រក្នុងការចប់ព្រះគាថាភិក្ខុទាំងនោះបានតាំងនៅក្នុងអរិយផលមានសោតាបត្តផលជាដើមអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រទី167ដល់168នៃព្រះសតនបៃដកលេខ52ទំព័រទី23ចប់សូមអនុមោទនា